ទូរទស្សនិកជនយើងមិនទាន់ឃ្លាតឆ្ងាយពីវិស័យអប់រំទេយើងលើកឡើងតាក់ទងទៅនឹងក្រសួងអប់រំក៏កំពុងតែធ្វើនៅកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនគ្រប់កម្រិតនៅទូទាំងប្រទេសនៅក្នុងទឹកដីនៃខេត្តបាត់ដំបងដដែលឯកឧត្តមបណ្ឌិតសភាចាហុងជួននរ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃម្សិលមិញគឺបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនទៅដល់គ្រូនិស្សិតគ្រូសិស្សនៃវិទ្យាស្ថានគ្រូកសលបាត់ដំបងចំនួនជាង300នាក់ឯកឧត្តមបណ្ឌិតជារដ្ឋានាយកវិទ្យាស្ថានគ្រូកសលបាត់ដំបងបានថ្លែងឲ្យដឹងថាវិទ្យាស្ថានគ្រូកសលបាត់ដំបងនេះបង្កើតឡើងនៅក្នុងឆ្នាំ2017ដែលជាការចុះបាច់បញ្ចូលគ្នារវាងមជ្ឈមណ្ឌលគ្រូកសលភូមិភាគបាត់ដំបងនិងសាលាគ្រូកសលនិងវិក្រិតការខេត្តបាត់ដំបងដែលបច្ចុប្បន្នគឺវិទ្យាស្ថានកំពុងតែធ្វើការបណ្ដុះបណ្ដាលគ្រូនិស្សិតដែលជាគ្រូបង្រៀនកម្រិតបឋមសិក្សានិងអនុវិទ្យាល័យប្រមាណ442នាក់តាមប្រព័ន្ធបណ្ដុះបណ្ដាល 12+4 និងបរិញ្ញាបូក1ហើយឯកឧត្តមបណ្ឌិតជារដ្ឋាបានថ្លែងបន្ថែមថាវិទ្យាស្ថានគឺមានចក្ខុវិស័យប្រែក្លាយជាមជ្ឈមណ្ឌលឧត្តមភាពនៃការបណ្ដុះបណ្ដាលគ្រូសតវត្សទី21ពោលគឺគ្រូបង្រៀនសម័យថ្មីគឺត្រូវតែជាគ្រូបង្រៀនដែលពោពេញទៅដោយសមត្ថភាពវិជ្ជាជីវៈក្រមសីលធម៌ការងារខ្ពស់ចេះច្បាស់លាស់បំណិនភាសាបរទេសនិងបច្ចេកវិទ្យា Digital ដើម្បីចូលរួមលើកកម្ពស់វប្បធម៌គុណធិបតេយ្យវិស័យអប់រំនៅកម្ពុជានិងសម្រាប់ចក្ខុវិស័យកម្ពុជាឆ្នាំ2030និងឆ្នាំ2050ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ហើយថ្មីនេះវិទ្យាស្ថានមានផែនការរៀបចំនៅផែនការយុទ្ធសាស្ត្ររយៈពេល5ឆ្នាំគឺចាប់ពីឆ្នាំ2024ដល់ឆ្នាំ2028និងកំណត់នៅសកម្មភាពអាទិភាពមួយចំនួនដែលគ្រប់គ្រងដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ពិសេសគឺវិធានការគន្លឹះទៅលើវិស័យអប់រំទាំង4ដែលបានដាក់ចេញដោយសម្ដេចធិបតីដូចជាកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូរបស់ក្រសួងអប់រំយុវជននិងកីឡាសកម្មភាពទាំងនេះជាមាគ៌ានៅក្នុងការអភិវឌ្ឍវិទ្យាស្ថានឲ្យคล้ายជាវិទ្យាស្ថានគ្រូកសលគំរូទន្ទឹមនឹងការកសាងឧត្តមភាពកិត្យានុភាពវិទ្យាស្ថានលើឆាកជាតិនិងអន្តរជាតិក៏ដូចជាបង្កើតនៅគេឈ្មោះឬគេជាភាសាអង់គ្លេសថា branding សម្រាប់គ្រូបង្រៀនសតវត្សទី21ដែលជាគ្រូបង្រៀនសង្គមគោរពឲ្យតម្លៃទទួលស្គាល់និងខ្វះមិនបានហើយក្នុងឱកាសនោះគឺឯកឧត្តមបណ្ឌិតសភាចាឧបនាយករដ្ឋមន្ត្រីបានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូបុគ្គលិកអប់រំទាំងអស់នៃវិទ្យាស្ថានគ្រូកសលបាត់ដំបងដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តនៅក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តនៅកម្មវិធីកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូរបស់ក្រសួងអប់រំហើយឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាក៏បាននឹងកំពុងតែធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀននេះនៅគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេសទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងសម្ភារៈបរិក្ខារសម្រាប់គ្រូបង្រៀននិងរៀនហើយព្រមទាំងការធ្វើទំនើបកម្មវិធីអប់រំនិងវិធីសាស្ត្របង្រៀនស្របទៅតាមបរិបទនៃការអប់រំនៅសតវត្សទី21នៅក្នុងគោលដៅធានាថាគ្រូបង្រៀនដែលចេញថ្មីទទួលបានការបណ្ដុះបណ្ដាលដោយជោគជ័យនិងមានមូលដ្ឋានគ្រឹះរឹងមាំលើសមត្ថភាពចំណេះដឹងមុខវិជ្ជាវិធីសាស្ត្របង្រៀនការស្រាវជ្រាវប្រតិបត្តិក្រមសីលធម៌និងគុណធម៌ហើយធានាទៅដល់ការលើកកម្ពស់លទ្ធផលសិក្សាសិស្សនៅតាមសាលារៀនចំណេះទូទៅឲ្យកាន់តែល្អប្រសើរជាមួយគ្នានោះក្រសួងបានដាក់ចេញនៅកម្មវិធីកំណែទម្រង់សាលាគ្រូកសលនេះដែលបានកែលម្អហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានគ្រូកសលលើកកម្ពស់គុណវុឌ្ឍនិងទូនីតិគ្រូបង្រៀនតាមរយៈការកែលម្អគោលនយោបាយគ្រូបង្រៀនឆ្លើយតបទៅនឹងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនដំឡើងប្រាក់បៀវត្សជំរុញឲ្យមានការទទួលស្គាល់និងការផ្តល់តម្លៃដល់គ្រូបង្រៀននៅក្នុងសង្គម